យើងយកលេខទៅចតុក្នុងនឹងមកនាំឲ្យ p ស្មើ2កតា a យើងបណ្ដោយគឺស្មើ b សេគុណ3បូក1បូកតតឹងយើងគឺ b ការ៉េដក1លំហាត់យើងគេឲ្យយើងគណនាបរិមាណចតុកោណកែងមុននឹងយើងគណនាយើងត្រូវអានប្រធានលំហាត់ឲ្យយល់ជាមុនសិនចតុកោណកែងមួយមានបណ្ដោយប្រវែង b ស្វ័យគុណ3បូក1ដូចនៅក្នុងរូបនេះចឹងគឺបណ្ដោយ b សេគុណ3បូក1និងតតឹងប្រវែង b ការ៉េដក1នេះតតឹងគឺ b ការ៉េដក1គេឲ្យយើងគណនាបរិមាណចតុកោណកែងដោយគេឲ្យ b ស្មើ3តោះយើងទៅគណនាជាមួយអ្នកគ្រូទាំងអស់គ្នាគណនាបរិមាណចតុកោណកែងយើងធ្លាប់រៀនហើយបរិមាណចតុកោណកែងគឺស្មើ2ដងបណ្ដោយបូក2ដងតតឹងយើងតាំងដោយ p ស្មើ2 a បូក2 b ស្មើ2កតា a បូក b ដោយ a គឺបណ្ដោយចំណែកឯ b គឺតតឹងយើងយកលេខទៅចតុក្នុងនឹងមកនាំឲ្យ p ស្មើ2កតា a យើងបណ្ដោយគឺស្មើ b សេគុណ3បូក1បូកតតឹងយើងគឺ b ការ៉េដក1បាន2កតា b គីបទុកនៅដដែលដោយសារវាមានតែមួយទេ b ការ៉េក៏មានតែមួយដែរបូក1បូកដក1គឺដាច់បាត់ហ្មងអញ្ចឹងយើងស្មើ2កតា b គីបបូក b ការ៉េតែ b យើងគេឲ្យក្នុងប្រធានគឺ b ស្មើ3អញ្ចឹងយើងបាន2កតា3សេគុណ3បូក3ការ៉េយើងបាន2កតា3សេគុណ3គឺ27មានន័យថា3គុណនឹង3គុណនឹង3ចំនួន3ដងគឺស្មើ27បូក3ការ៉េ3ការ៉េស្មើ9មានន័យថា3គុណនឹង3ចំនួន2ដង2គុណឲ្យ27បូក9គឺ36 36គុណនឹង2គឺបាន72ចម្លើយយើងគឺស្មើ72អញ្ចឹងយើងឃើញ72ដោយគេឲ្យຂະຫນាតគិតជាម៉ែត្រឬសង់ទីម៉ែត្រអីទេអញ្ចឹងយើងដាក់វា72ឯកតាប្រវែងយើងដាក់ដូចនេះចតុកោណកែងយើងគឺ72ឯកតាប្រវែង